តាមសំណុំពរបងប្រុសម្នាក់ឥឡូវនេះខ្ញុំកំពុងមកសម័យដៃណូស័រហើយនៅក្នុងសម័យនេះពិតជាមានទិដ្ឋភាពស្អាតខ្លាំងណាស់អ្នកនរគ្នាទាំងរុក្ខជាតិទាំងពន្លឺព្រះអាទិត្យផងដែរហើយឥឡូវនេះសាច់ដៃណូស័រជាច្រើនបានហោះនៅលើវេហាដូចជាបាក់សៃអញ្ចឹងហើយនៅតាមផ្លូវខ្ញុំក៏បានឃើញដានជើងរបស់ដៃណូស័រជាប់នឹងថ្មពិតជាធំខ្លាំងណាស់អ្នកនរគ្នាមិនដឹងថាមានរបស់វាធំប៉ុណ្ណាទេហើយលើនេះខ្ញុំបានឃើញកូនសត្វដៃណូស័រជាច្រើនកំពុងតែរត់ឆ្លេកឆ្លាមិនដឹងថាវាផ្អើលពីអ្វីនោះទេហើយលើនេះខ្ញុំកំពុងតែសង្ងំពួនមិនដឹងថាមេវានៅកន្លែងណានោះឡើយហើយលើនេះខ្ញុំក៏បានឃើញសត្វដៃណូស័រមួយនេះវាដើរពីក្រៅខ្ញុំវាពិតជាមានភាពស្លូតបូតខ្លាំងណាស់រូបរាងរបស់វាមិនគួរខ្លាចនោះទេហើយរូបរាងរបស់វាដូចជាសត្វអូនអញ្ចឹងហើយលើនេះមានសត្វដៃណូស័រជាច្រើនកំពុងតែស្រែកដូចវាហាក់ដឹងហេតុការណ៍អ្វីមួយដែលកើតឡើងមកលើវាមិនបានប្រហែលខ្ញុំក៏បានឃើញអាចផ្កាយមួយបានធ្លាក់មកលើផែនដីរបស់យើងប្រហែលនេះជាហេតុការណ៍មួយដែលបណ្ដាលឲ្យសត្វដៃណូស័រទាំងអស់បានស្លាប់ដាច់ពូជនៅក្នុងចំនួននេះនេះបើសិនជាអ្នកគ្នាត្រូវការរកបន្ទប់ជួលមួយកន្លែងដែលតម្លៃធូរថ្លៃសមរម្យថ្ងៃនេះខ្ញុំមានបន្ទប់ជួលមួយកន្លែងដែលចង់ណែនាំអ្នកនរគ្នាដែលមិនឆ្ងាយពីភ្នំពេញប្រហែលទេដែលបន្ទប់ជួលនោះគឺនៅបរិយអូដឹមហើយបើសិនជាអ្នកនរគ្នាចង់ដឹងពីព័ត៌មានច្បាស់ថាតម្លៃប៉ុន្មានហើយទីតាំងនៅកន្លែងណាខ្ញុំនឹងតម្លាក់លេខទូរស័ព្ទនៅលើ screen មួយនេះហើយអ្នកគ្នាអាចតាក់ទងទៅបាន